ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានេះជារបៀបចូលប្រើប្រាស់កម្មវិធីបឋមតាមវិធីទី1និងទី2ជាដំបូងខ្ញុំសូមបង្ហាញពីវិធីទី1គឺការចូលប្រើប្រាស់តាមរយៈថ្នាលបឋមថ្មីចំណុចសំខាន់ដំបូងបង្អស់ប្រសិនបើកម្មវិធីរបស់លោកគ្រូអ្នកគ្រូមានជាប់កានីស្រាប់សូមលោកគ្រូអ្នកគ្រូចុចចាក់ចេញសិនបន្ទាប់ពីចុចចាក់ចេញហើយវានឹងបង្ហាញផ្ទាំងបែបនេះនៅត្រង់ផ្ទាំងនេះសូមលោកគ្រូអ្នកគ្រូចុចជ្រើសរើសយកពាក្យថាអនុវិស័យបឋមរួចហើយចុចយកពាក្យថាសិស្សបន្ទាប់មកទៀតប្រព័ន្ធនឹងបង្ហាញផ្ទាំងមួយទៀតដោយតម្រូវឲ្យលោកគ្រូអ្នកគ្រូចុចជ្រើសរើសយកពាក្យថាភីថមពីបញ្ចូលឈ្មោះសម្រាប់ឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់គឺលោកគ្រូអ្នកគ្រូអាចប្រើប្រាស់ឈ្មោះនិងលេខសម្ងាត់ដូចទៅនឹងកានីថ្នាលបឋមថ្មីដែរដោយគ្រាន់តែវាយបញ្ចូលរួចចុចចូលជាការស្រេចឥឡូវនេះយើងមកមើលវិធីទី2វិញម្ដងសម្រាប់វិធីនេះលោកគ្រូអ្នកគ្រូអាចស្វែងរកកម្មវិធីបឋមភីថមនៅក្នុង Google Chrome ឬ Safari បានតែម្ដងជាដំបូងសូមលោកគ្រូអ្នកគ្រូបើកកម្មវិធី Chrome ឬ Safari រួចវាយពាក្យថា Python នៅក្នុងប្រអប់ស្វែងរកបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញគេហទំព័រកម្មវិធីបឋមបង្ហាញឡើងនៅខាងលើគេបង្អស់ដែលមានដាក់ឈ្មោះថា Pycom Student Portal សូមលោកគ្រូអ្នកគ្រូចុចលើគេហទំព័រនោះវានឹងនាំលោកគ្រូអ្នកគ្រូទៅដល់ផ្ទាំងមួយដើម្បីវាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់តែម្ដងលោកគ្រូអ្នកគ្រូគ្រាន់តែបំពេញព័ត៌មានកានីរួចរាល់គឺអាចចូលប្រើប្រាស់ប្រព័ន្ធបានភ្លាមតែម្ដងសូមអរគុណលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូ